អត់សូវគ្រូតគ្រៀតមកនេះយើងទុនកាយហើយចិត្តយើងទុនហើយរកនៅដង្ហើមចូលដង្ហើមចេញយោគីខ្លះបានទុនច្រើនរហូតដល់ស្លុងនៅក្នុងខ្យល់ដង្ហើមចូលដង្ហើមចេញរហូតដល់មាននិមិត្តចេញផ្សាយដូចហុយនោះក៏មានដែរហ្នឹងហើយសភាពដូចប៉ុយកោប៉ុយកបាសនឹងឯងយោគីខ្លះហើយក៏ដូចជារឿងឃើញដូចហ្នឹងហើយភ្លើងធូបដូចជាភ្លើងទៀនដូចជាឃើញមកខ្វាក់ដូចភ្នែកបតោប្រព្រឹត្តទាំងដែរដោយសារតែចិត្តរបស់យើងអត់ទាន់នឹងបងសភាពនៃទុនកាយទុនចិត្តកើតឡើងដោយសតិនិងបញ្ញាជួយចិត្តរបស់យើងឲ្យទុនបងណាជួយចិត្តរបស់យើងឲ្យទុនជួយនាមកាយនឹងឲ្យទុនហេតុអីបានជាវាទុនបាត់អីបានមុនដំបូងនឹងវាអត់ទុនវារឹងដោយសារតែទិដ្ឋិនឹងមានទិដ្ឋិដែលវាអាស្រ័យចិត្តវាអត់យល់ព្រមជាមួយពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធទេញោមទិដ្ឋិហ្នឹងយើងគិតមកដង្ហើមចូលដង្ហើមចេញវានាំចិត្តរបស់យើងឲ្យគិតរឿងអតីតវិញវានាំចិត្តរបស់យើងឲ្យគិតពីអនាគតវិញវាគិតចេះមួយចុះមួយព្រោះវាអត់ទាន់យល់ព្រមទេតើវាគិតយ៉ាងណាហើយមានអ្នកហ្នឹងវាញ៉ាំងចិត្តឲ្យប្រកាន់បងវាដកមកអត់ព្រមមកទេញោមយ៉ាងណាទៅជាប់នៅក្នុងអារម្មណ៍ណាមួយអត់ព្រមមកទេអត់សុខចិត្តទេបងនៅស្អិតជាប់ដូចស្វាជាប់ជាប់អញ្ចឹងអ្នកស្វាជាប់ជាប់អញ្ចឹងហ្នឹងហើយមានសភាពហត់នឿយណាស់ពេលណាដែលកាយចិត្តរបស់យើងវាមិនទាន់ទុនទ្រង់ចុះនៅទិដ្ឋិនឹងមានអ្នកហ្នឹងហើយដល់ទៅទិដ្ឋិនឹងមានអ្នកហ្នឹងវាទ្រង់ដោយអំណាចនៃសតិនិងញាណជួយចិត្តរបស់យើងឲ្យដឹងច្បាស់ជាមួយនឹងខ្យល់ដង្ហើមចូលដង្ហើមចេញពេលនេះវាមានសភាពទុនណាបងទុនយល់ព្រមថាដង្ហើមចូលដង្ហើមចេញហ្នឹងដូចយើងសុខដែរដូចស្រួលដែរណាដូចស្រួលជាងមុនដែរដូចសบายចិត្តនឹងដែរណាវាយល់ព្រមខ្លះហើយវាមិនសូវប្រកាន់បន្ទុកជាមួយនឹងចិត្តរបស់យើងដែលមិនធ្លាប់បានចម្រើននឹងពេកទេហ្នឹងហើយដោយអំណាចនៃសតិបញ្ញាជាធម៌មានឧបការៈនោះជាកល្យាណមិត្តរបស់ចិត្តរបស់យើងហ្នឹងនាំទៅរកនៅសេចក្តីសុខដោយអំណាចកាយចិត្តហ្នឹងទុំជាសោបនៈចេតសិកនេះញាតិញោមដែលចម្រើនហ្នឹងបានដឹងថាទំហំទុនប៉ុណ្ណឹងនិយាយទេដូចយើងពុតអីមួយចឹងព្យាយាមណាមិនម្ដងទេរឿយគ្រប់ដង្ហើមចូលដង្ហើមចេញប៉ុន្តែបើអត់សូវត្រូវទំនងវិញចិត្តនឹងវារើបំរាស់ព្រៀបបីដូចជាត្រីដែលនៅក្នុងទឹកហើយយើងដាក់លើកគោកចឹងណាលើកគោកចឹងញាតិញោមសង្កេតតិចម្ដងថាអូចិត្តនេះត្រូវតែអប់រំបើខ្វះសតិបញ្ញាអត់បានទេត្រូវតែការសតិនិងបញ្ញាជួយចិត្តនឹងឲ្យត្រង់ទៅរកពាក្យទូមានព្រានបដៅរបស់អង្គនៃព្រះសម្មាសម្ពុទ្ធបើអត់មានសមាធិនឹងទេចិត្តនឹងតែងតែបៀតបៀនខ្លួនយើងឲ្យទៅរកនៅអារម្មណ៍ណាដែលមិនល្អអារម្មណ៍ណាដែលមិនល្អហើយព្រោះពេលណាដែលទិដ្ឋិនឹងមានអ្នកវាជាប់មកវាចិត្តនឹងនៅមាយានិយាយទៅនៅមាយាសាអាយៈនឹងវានៅតឹងត្អឹងមិនទាន់យល់ស្របទទួលព្រមទៅលើពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធដោយសារចិត្តនឹងវាអត់ទាន់អោនទៅកាន់អារម្មណ៍នឹងបានកម្លាំងធម៌ពលសតិនិងញាណនឹងអត់ទាន់គ្រប់គ្រាន់ណាអត់ទាន់គ្រប់គ្រាន់ទេមួយទៀតពេលណាដែលយើងធ្វើទុកក្នុងចិត្តនឹងត្រូវតាមតំណងដង្ហើមចូលដង្ហើមចេញសតិញាណនឹងកើតឡើងលោកថាគុណធម៌សោបនៈចេតសិកនឹងកើតហើយគឺកាយកមញ្ញតាចិត្តកមញ្ញតា
កាយកមញ្ញតាពេលណាដែលយើងអង្គុយណាអង្គុយនឹងដូចយើងវិស័យតតិបលង្កាអពុជិត្វាអង្គុយណែនឹងដូចរៀបស្មើជាងមុនអញ្ចឹងណារៀបស្មើជាងមុនអត់សូវប្រឹងពេកអត់សូវថ្នាក់ក្រោយពេកអត់សូវថ្នាក់មុខពេកទៅទាញស្ដាំទាញឆ្វេងពេកទេហើយដងខ្លួនរបស់យើងហ្នឹងក៏ជុំតាយ៉ាងណែដូចរៀងត្រង់ហើយនេះផ្លូវកាយយកផ្លូវចិត្តវាដល់នៅការងារពេលណាដែលសតិញាណនឹងយើងកើតឡើងច្រើនដោយសតិជាយាមចិត្តរបស់យើងនឹងអត់សូវនឿយមាត់ទេដែលយើងพูดថាមិនសូវនឿយមាត់ទេអត់សូវនឿយចិត្តដើម្បីទាញមកពីនេះទាញមកពីនោះទេមិនសូវហត់ទេញោមដោយចិត្តនឹងដល់នៅការងារដែរមកនឹកទៅដង្ហើមចូលដង្ហើមចេញអត់សូវរត់ទេញោមណាអត់សូវរត់ទេទោះបីឮសំឡេងទោះបីជាវាបាក់នៅកាយនឹងឈឺខ្លាំងគ្រោកគ្រាកយ៉ាងណាវាអត់សូវស្ទុះទេវាដល់នៅការងារអត់មានអីក្រៅអំពីសតិនឹងបញ្ញាជាគ្រឿងលោកលន់ចិត្តរបស់យើងទេណាចិត្តសនេហាំងដែលលៀបលន់ចិត្តរបស់យើងនឹងឲ្យដល់នៅដង្ហើមចូលដង្ហើមចេញគឺសតិនិងបញ្ញាព្រោះថាប្រៀបបីដូចជាឈើឬក៏វាខ្លំបងឲ្យពុតឲ្យត្រង់ក៏ត្រូវលាបជ័រខ្លះឲ្យវាទន់បងអ្នកចិត្តសនេហាំងនឹងត្រូវលាបដោយសទ្ធាផងដោយសតិផងដោយបញ្ញាផងទៅវាដល់នៅការងារដែលយើងទូមានចិត្តនោះឲ្យស្ងប់ក្នុងអារម្មណ៍ទោះបីជាមិនទាន់បានច្រើនក៏យើងយកបានទទួលបណ្ដើណាបណ្ដើដល់បានច្រើនមែនទែនខ្លះគេអាចអង្គុយបានមួយជុំថ្ងៃបានណាវាដល់នៅការងារហ្នឹងឯងនឹកមកហ្នឹងហើយមានតែសតិនិងញាណក៏បរិសុទ្ធរក្សាចិត្តនៅក្នុងបដិជាកិនិមិត្តជាឧបេក្ខាកដាលស្មើវាផ្ដាច់ចរន្តខាងក្រៅនោះបាទផ្ដាច់ចរន្តនៅក្រៅពេលណាដែលគេវឹកហាត់ខ្លាំងមែនតើចិត្តរបស់យើងគឺមានអានុភាពណាស់បាទពេលណាដែលយើងត្រូវអប់រំដោយសតិនិងបញ្ញាឥឡូវនេះទាំងកាយចិត្តហ្នឹងវាដល់នៅការងារដែលយើងត្រូវចម្រើនតែខ្ញុំចាប់ពីថ្ងៃទី5ទី6បើវិញ10ថ្ងៃទៀតពីថ្ងៃ7ដល់ថ្ងៃ10ហ្នឹងគឺរឹតតែស្ងប់ហើយបាទប៉ុន្តែយើងដល់ថ្ងៃទី7យើងស្ងប់បានបន្តិចយើងឈប់ទៅចិត្តហ្នឹងវាអត់ឆ្អែតនៅក្នុងអារម្មណ៍បងដូចជាកម្មាដែលយើងទៅចលុកទឹកតែមកផ្លុកហើយយើងលើកមកវិញវាអត់ឆ្អែតចឹងណាហើយវាឆាប់ស្ងួតដែរវាអត់ជោគជាំបានទេណាអត់ដូចជាត្រាំនៅក្នុងទឹកនឹងបានទេអញ្ចឹងយើងអត់សូវឆ្អែតជាមួយនឹងអារម្មណ៍ចិត្តរបស់យើងនឹងអត់ឆ្អែតជាមួយខ្យល់ដង្ហើមចេញដង្ហើមចូលរហូតដល់ឧបចារៈកើតឡើងនៅក្នុងឧបហនិមិត្តនឹងវាតោងទៅមានសភាពតិចកាយតិចចិត្តឆ្អែតកាយឆ្អែតចិត្តហ្នឹងហើយផ្សាយទៅទលំទលាយទាំងកាយទាំងចិត្តរបស់យើងប៉ុន្តែយើងទៅសំតិចដល់ទៅតាមអវាទរបស់ព្រះសម្មាសម្ពុទ្ធមិនតែប៉ុណ្ណោះទេញាតិញោមពេលណាដែលយើងកំពុងតែចម្រើនដល់ថ្ងៃហ្នឹងញោមសង្កេតមើលថាសតិញាណនឹងដែលយើងបានធ្វើទុកក្នុងចិត្តឲ្យកើតជួយនឹងចិត្តនឹងជាធម៌មានឧបការៈនឹងកើតឯទៀតលោកថាកើតនៅសោបណៈចេតសិកជាកាយបពុញ្ញតាចិត្តបពុញ្ញតាដោយកាយចិត្តនឹងវាឆ្លៀសបងឆ្លៀសដូចធ្វើឲ្យនឹកធ្វើឲ្យត្រង់ណាអត់សូវប្របាក់ពុតប្របាក់អីទេណាមានភាពឆ្លៀសហើយឯចិត្តនឹងកាន់តែឆ្លៀសហើយបងចម្រើនទៅវាមានឈឺវាមានអីចឹងដែរប៉ុន្តែចិត្តនឹងវាអត់ខ្ចីទៅទទួលអារម្មណ៍ទីដតីបងវាឆ្លៀសហើយវាដល់នៅកិច្ចមួយដែលវាមានសភាព
ក្នុងការទទួលនៅការពិតនោះបានការពិតនោះបាននៅការពិតនោះបានគឺសទ្ធាប្រកបទៅដោយញាណសម្បយុទ្ធនឹងជឿជាក់ប្រកបទៅដោយបញ្ញាថាសេចក្តីប្រឹងប្រែងព្យាយាមរបស់អាត្មាអញដែលបណ្ដុះនៅសតិបញ្ញាបង្អោនទៅរកដង្ហើមចូលដង្ហើមចេញនេះចឹងឥទូមានរបស់ព្រះអង្គនឹងពិតជាសច្ចធម៌ពិតជានាំសត្វឲ្យរួចចាកនៅសេចក្តីទុក្ខដោយផ្លូវនៃការបដិបត្តិជាសមាបដិបទាទាំងសិលទាំងសមាធិទាំងវិបស្សនានឹងឯងប៉ុន្តែទៅមួយជំហានម្ដងមួយជំហានម្ដងណានឹងឆ្លៀសហើយចឹងហើយបានញាតិញោមខ្លះអង្គុយស្ងប់មែនទែនទោះបីជាគេងើបក៏ដោយបើដូចបាក់ដល់ទៅពេលទទួលបាននៅសេចក្តីសុខចិត្តនឹងវាឆ្លៀសក្នុងការសង្ងំអភិរមនៅតែរលឹកនៅដង្ហើមចូលនៅដង្ហើមចេញវាព្រមទទួលយកនៅការពិតដោយបញ្ញាឧត្តរានឹងបញ្ញាបានទៅរាវរកពលត្រូវនៅក្នុងរសនៃសេចក្តីស្ងប់ហ្នឹងឯងរសនៅសេចក្តីស្ងប់ហ្នឹងគឺជាសេចក្តីស្ងប់គឺជាសេចក្តីស្ងប់រកសេចក្តីសុខឯណាឲ្យស្មើនឹងសេចក្តីស្ងប់ហ្នឹងបាទទេអញ្ចឹងញាតិញោមខ្លះអង្គុយដោយសេចក្តីសុខទេណាដែលសតិបញ្ញាទំនុកបំរុងចិត្តរបស់យើងនេះឲ្យផុតចាកអំពីមន្ទិលគ្រឿងសៅមកមានពុនីវរណៈនឹងជាដើមណានីវរណៈនឹងទៅឯងហើយក៏ញ៉ាំងសទ្ធារបស់យើងនឹងអត់សូវកម្រើកញាប់ញ័រថាអូការចម្រើនបដិបត្តិតាមអវាទរបស់ព្រះសម្មាសម្ពុទ្ធនេះជាសច្ចធម៌កម្មសទ្ធាជឿទៅលើកម្មវិបាកសទ្ធាជារៀបផលនៃកម្មសក្តាសទ្ធាជឿទៅលើកិច្ចក្នុងការចម្រើនបដិបត្តិនេះហ្នឹងហើយអត់មានអ្នកណាចម្រើនជំនួសទេណាសេចក្តីសុខសេចក្តីទុក្ខនឹងឯងយើងត្រូវដោះស្រាយដោយខ្លួនឯងបងមិនអាចបួងសួងបន់ស្រន់ហ្នឹងហើយពេលណាដែលយើងឈឺនោះអត់អាចទៅអូសូមទេវតាណាមកជួយយើងបានទេគឺអាស្រ័យទៅលើចិត្តរបស់យើងជាតិនៃការឆ្លៀសវៃហ្នឹងឯងខ្លួនទីពឹងដោយខ្លួនឯងហ្នឹងហើយសូម្បីតែសប្រមចារីដែលអង្គុយក្បែរយើងនេះណាក៏អត់អាចហ្នឹងហើយចងបោះឲ្យឆ្លងខកនេះបានទេយើងចឹងណាអត់អាចទេគឺអាស្រ័យក្នុងការចម្រើនអប់រំហ្នឹងឯងនោះគុណធម៌នៃសោបនៈចិត្តសិទ្ធដ៏ប្រសើរមួយទៀតដែលយើងត្រូវចម្រើនឲ្យពលត្រូវដោយកម្លាំងនៃសតិនិងបញ្ញាទិដ្ឋុជុកម្មੰដែលប្រព្រឹត្តទៅក្នុងការតម្រង់នៅក្នុងទិដ្ឋិណាតម្រង់នៅក្នុងទិដ្ឋិគឺកាយយុជុកតាចិត្តតុយុកតាណាកាយចិត្តនឹងត្រង់ទៅរកអវាទរបស់ព្រះសម្មាសម្ពុទ្ធបងដែលព្រះអង្គទ្រង់ថាអង្គុយជាបល្ល័ង្កតម្កល់កាយឲ្យត្រង់ណាមានសតិស្មារតីឆ្ពោះទៅកាន់យកនៅដង្ហើមចូលដង្ហើមចេញហ្នឹងពេលណាដែលសតិនឹងមានសម្ពយុទ្ធជាមួយចិត្តអាស្រ័យជាមួយនឹងខ្យល់ដង្ហើមចូលដង្ហើមចេញនឹងត្រង់ក៏ត្រង់ទៅតាមអវាទរបស់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យទិដ្ឋិរបស់យើងនឹងយល់ត្រូវថាការទូន្មានរបស់ព្រះអង្គដឹកនាំសត្វទាំងឡាយឲ្យរួចចាកទុក្ខនេះគឺចាំបាច់ត្រូវតែចម្រើនបងណាត្រូវតែចម្រើនឲ្យការចម្រើននោះទៀតត្រូវតែប្រកបទៅដោយបញ្ញាបើអត់មានប្រកបទៅដោយបញ្ញាទេអត់មានធម្មជាតិណាដែលធ្វើឲ្យចិត្តរបស់យើងស្អាតបរិសុទ្ធនោះបានទេអត់មានធម្មជាតិណាឲ្យកើតនៅបញ្ញានោះបានទេណាទឹកភ្លេចរបស់យើងយល់តាមពុទ្ធការបស់ព្រះសម្មាសម្ពុទ្ធចឹងញាតិញោមអរិយៈនឹងសិលវិសុទ្ធិសេចក្តីស្អាតបរិសុទ្ធរបស់យើងនឹងគឺសិលហើយ
នឹងចិត្តវិសុទ្ធិសេចក្តីស្អាតបរិសុទ្ធចិត្តនឹងមួយអន្លើហើយដល់តែសិលវិសុទ្ធិចិត្តវិសុទ្ធិនឹងឯងហើយបងជាឫសគល់នាំឲ្យកើតនៅបញ្ញាពេលណាដែលចិត្តខ្លាហើយញាណនឹងកើតហើយបងតែញាណនឹងកើតឡើងហើយតែងតែមានទិដ្ឋិដូរពីមច្ឆាទិដ្ឋិទៅជាសមាទិដ្ឋិក្នុងទិដ្ឋិវិសុទ្ធិសេចក្តីស្អាតបរិសុទ្ធទៅឃើញនៅសភាវៈពិតនៅក្នុងសង្ខារធម៌ដែលប្រព្រឹត្តទៅក្នុងខណ្ឌបរមត្តនោះឯងណាទាំងរូបបរមត្តទាំងនាមបរមត្តនោះបងអោនទៅឃើញនៅក្នុងសច្ចធម៌នោះបាទឃើញនៅក្នុងសច្ចធម៌នោះបាទរហូតដល់ឃើញហេតុបច្ច័យដែលនាំឲ្យកើតនៅបរមត្តធម៌គឺរូបបរមត្តនាមបរមត្តនោះឯងអត់ចាក់អំពីសត្វបុគ្គលដែលយើងចម្រើនទៅបញ្ញាញាណនោះតែងតែកំណត់ដឹងឲ្យច្បាស់លាស់គឺបញ្ញន្ត្រីគឺបញ្ញានឹងកើតឡើងហើយបងហើយក៏សន្សំនៅក្នុងអារម្មណ៍ជាសមថៈដូចជាខ្យល់ដង្ហើមចូលដង្ហើមចេញដែលជាចូលបានសន្សំនឹងអញ្ចឹងសេចក្តីប្រឹងប្រែងព្យាយាមរបស់ញាតិញោមអ្នកទាំងរំនឹងឆន្ទៈសេចក្តីពេញចិត្តពីទុកទោមនោះខ្លះហើយធ្វើនៅសេចក្តីព្យាយាមប្ររពនៅសេចក្តីព្យាយាមដោយសតិនិងបញ្ញានឹងគងចិត្តទៅរកដង្ហើមចូលដង្ហើមចេញត្រូវតម្កល់ចិត្តមាំនៅក្នុងដង្ហើមចូលដង្ហើមចេញទាំងរំនឹងរងាប់នៅអកុសលដ៏គ្រោតគ្រៀតទាំងរំនឹងចម្រើនកុសលគឺសតិនិងបញ្ញាឬក៏សោបនៈចេតសិកដទៃទៀតនឹងបានមកប៉ុណ្ណេះក៏ត្រូវធ្វើឲ្យញាតិញោមនឹងឯងប្រឹងប្រែងគ្រប់អិរិយាបថទាំងអស់បានធ្វើឲ្យដំណើរនៃការប្រព្រឹត្តរបស់យើងនេះផុតចាកអំពីសេចក្តីធូរថយសមគួរនឹងការទទួលបាននៅពុទ្ធធម៌សម្រាប់ជាសេចក្តីសុខតាមផ្លូវកាយតាមផ្លូវចិត្តតាមឱវាទរបស់អង្គនៃព្រះសម្មាសម្ពុទ្ធអញ្ចឹងគ្រាន់តែមកលើកមកដើម្បីឲ្យញាតិញោមបានពិនិត្យថាអត្តបិសេចក្តីព្យាយាមរបស់ញាតិញោមមាននៅក្នុងបធានគឺសេចក្តីប្រឹងប្រែងព្យាយាមនៅក្នុងសមាវិយាមៈហ្នឹងហើយដើម្បីបណ្ដុះនៅសតិនិងញាណជួយរក្សាចិត្តនៅក្នុងដង្ហើមចូលដង្ហើមចេញគុណធម៌គឺសោបនៈចេតសិកនឹងច្រើនមិនមែនប៉ុណ្ណឹងទេច្រើនជាងនឹងទៀតធ្វើឲ្យយើងនឹងរីករាយទុកកាយទុកចិត្តទោះបីជាទុកលំបាកយ៉ាងណាអាចចម្រើនបដិបត្តិសិក្សានៅក្នុងធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនេះឲ្យកាន់តែជាក់ច្បាស់បន្តិចម្ដងនៅអ្វីដែលយើងចង់ដឹងចង់ឃើញហ្នឹង